6ចំណុចដែលបញ្ជាក់ថាអ្នកទាំងអស់គ្នាកំពុងតែកើតមានជំងឺសិកមាន់ដោយមិនដឹងខ្លួនចាយើងមិនដឹងពីរោគសញ្ញាងាយថាតើជំងឺសិកមាន់យើងកំណត់រោគសញ្ញាបែបណាងាយស្រួលយើងការពារទាំងអស់គ្នាទី1គឺមានការហូរឈាមកំឡុងពេលដល់ក៏រួមភេទហើយមានអារម្មណ៍ថាឈឺចាប់ខ្លាំងទី2មានដុំសាច់តូចៗពណ៌អាចរាងក្រហមថ្លាឬក៏រាងក្រហមខ្មៅនៅលើប្រដាប់ភេទទាំងបរិសុទ្ធទាំងស្ត្រីហើយដុំសាច់នោះពេលខ្លះមានសន្តានដូចឬពេលខ្លះទៅចេញមកជាកញ្ចុំដូចផ្កាខាត់ណាពេលខ្លះក៏ចេញសន្តានក្របតូចដូចក្របមុនទី3នៅរុនគូតមាត់អណ្ដាតនិងបំពង់ខរបស់គាត់នឹងអាចឡើងពងបែកឬក៏ឡើងក្រហមហើយមានការឈឺចុកចាំទី4ចារៀងផ្ដុំគ្នាដោយផ្កាស្ពៃឬក៏ផ្កាខាត់ណាក្នុងករណីដុំសាច់ចាប់ផ្ដើមវិវត្តធំទៅហើយទី5មានរមាស់មានកាហាយហើយនៅកន្លែងសាច់ហ្នឹងវាអាចរាងផុយហើយចុងក្រោយនោះគឺមានហើមប្រដាប់ភេទបងមួយចំនួនទៀតគាត់អាចមានតកតងជាមួយនឹងចំពោះស្ត្រីគាត់អាចមានធ្លាក់សចាមកខាប់ឬក៏ធ្លាក់មកមានពណ៌មានក្លិនអត់ល្អហើយមានការរមាស់ឈឺខ្លាំងនៅនឹងតំបន់ពិសេសរបស់គាត់ជាពិសេសនោះគឺមានការហើមចាបើសិនជាបងបរិសុទ្ធបងស្ត្រីកំពុងតែមានរោគសញ្ញាទាំងអស់នេះចាសូមប្រញាប់ក្នុងការពិគ្រោះជាមួយអ្នកជំនាញរកដំណោះស្រាយឲ្យបានត្រឹមត្រូវទាន់ពេលវេលាពីព្រោះបើសិនជាយើងកាន់តែទុកការវិវត្តនៃជំងឺសិកមាន់កាន់តែធ្ងន់ធ្ងរបើសិនជាសាច់នោះកាចអាចវិវត្តដល់ទៅតនកម្មមហារីកក៏ថាបានដូច្នេះបើសិនជាបងទាំងអស់គ្នាចង់បានដំណោះស្រាយឬក៏ចង់ពិគ្រោះលម្អិតទៅលើជំងឺសិកមាន់អាចទាក់ទងមកនាងខ្ញុំផ្ទាល់បានអរគុណច្រើន